បាទសួស្តីបងប្អូនទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េថ្ងៃនេះខ្ញុំបាទសូមធ្វើការណែនាំអំពីរបៀបវេលុយតាមទូរស័ព្ទដៃទៅកាន់ប្រទេសកម្ពុជាតាមរយៈកម្មវិធី KB Star Banking របស់ធនាគារ KB អញ្ចឹងដើម្បីឲ្យយើងអាចវេលុយតាមទូរស័ព្ទដៃបានយើងត្រូវតែមានកម្មវិធី KB Star Banking នៅទីនេះអញ្ចឹងយើងត្រូវចូលលើកម្មវិធីបាទនៅពេលដែលយើងចុចចូលលើកម្មវិធីហើយយើងនឹងឃើញនៅខាងស្ដាំដៃហ្នឹងគឺលើគេបំផុតគឺមានពាក្យថា login យើងចុចពីលើ login បន្ទាប់មកយើងនឹងឃើញឈ្មោះរបស់យើងលេចឡើងលើអេក្រង់អញ្ចឹងយើងចុចលើឈ្មោះហ្នឹងបន្ទាប់មកយើងត្រូវបញ្ចូលគេហៅថាកូនសរសុវត្ថិភាពហ្នឹងកូនសរសុវត្ថិភាពហ្នឹងកាលពីមុនគឺមានអក្សរមានលេខយ៉ាងតិច8ខ្ទង់តែឥឡូវនេះគឺមានអក្សរមានលេខនិងសញ្ញាពិសេសថែមទៀតសញ្ញាពិសេសគឺសញ្ញាបែបនេះបាទគឺសញ្ញាបែបនេះមានត្រង់ជ្រូកមានសញ្ញាដុល្លារឬក៏ភាគរយហ្នឹងគឺជាសញ្ញាពិសេសយើងត្រូវតែមានសញ្ញាពិសេសហ្នឹងមួយយ៉ាងតិចអញ្ចឹងនៅពេលដែលយើងបង្កើតឲ្យយើងបញ្ជាប់កម្មវិធី KB Star Banking ជាមួយបុគ្គលិកហើយគឺខាងបុគ្គលិកធនាគារគឺគាត់ទាញគេហៅថាកូនសន្តិភាពហ្នឹងឲ្យយើងហើយបើមិនអញ្ចឹងទេយើងក៏អាចទាញប្រើខ្លួនឯងដែរហើយក្នុងនៅកាលមុនខ្ញុំក៏បានធ្វើវីដេអូប្រាប់ថាតើទាញកូនសន្តិភាពហ្នឹងយើងទាញរបៀបណាគឺមានវីដេអូមួយដាច់ចម្លាយផ្សេងទៀតដែលខ្ញុំបានធ្វើបង្ហោះណែនាំជូនបាទអញ្ចឹងយើងត្រូវបញ្ចូលកូនសន្តិភាពហ្នឹងដើម្បីចូលទៅក្នុងកម្មវិធីហ្នឹងមានអក្សរមានលេខហើយនិងសញ្ញាពិសេសយ៉ាងតិច10ខ្ទង់បាទបញ្ចូលហើយគឺមានសញ្ញាពិសេសយ៉ាងតិចមួយតោះមកយើងពាក្យ login នៅទីនេះបាទ login តោះមកគឺយើងចូលដល់កម្មវិធីហ្នឹងគឺកម្មវិធីហ្នឹងយើងមានលេខកូនយើងនៅទីនេះយើងអាចប្រតិបត្តិការប្រើប្រាស់កម្មវិធីហ្នឹងឡើងអញ្ចឹងរបៀបវេលុយទៅខ្មែរគឺនៅទីនេះគឺមានកម្មវិធីផ្សេងមាន icon សម្រាប់បើកហើយមានតួនាទីផ្សេងតែរបៀបវេទៅខ្មែរគឺយើងចុចលើពាក្យនេះ Change Menu នៅក្រោមគេហ្នឹងខាងឆ្វេងដៃ Change Menu ហើយនឹងបន្តមកទៀតចុចលើសញ្ញាដុល្លារនេះបាទមានពាក្យថា Wave Fund ឬ Fund យល់ចុចលើសញ្ញាដុល្លារហើយបន្តមកទៀតគឺលើគេបងនេះគេហៅថា Fund Your Cafe ហ្នឹងគឺឆែកមើលអត្រាប្តូរប្រាក់កាលមុនខ្ញុំក៏ប្រាប់ថាឆែកមើលអត្រាប្តូរប្រាក់យើងឆែកមិនមានវីដេអូមួយដាច់ចម្លាយអញ្ចឹងរបៀបវេលុយទៅខ្មែរគឺត្រូវចុចលើពាក្យសង្គមនេះបាទចុចពាក្យសង្គមហើយបន្តមកគឺយកពាក្យលើគេបងគឺ Highway គឺ Hand សង្គមបាទបន្តមកយើងនៅទីនេះយើងឃើញពាក្យ Iljuil Hangewol និង Samgewol មានមួយខែមានមួយអាទិត្យមួយខែនិង3ខែយើងចុចលើពាក្យ3ខែនេះ Samgewol ទៅមកទៀតចុចលើពាក្យ Jofe នេះចុចលើពាក្យហ្នឹងបាទទៅមកពីកន្លែងហ្នឹងបងប្អូនអាចឈ្មោះអាចចុចលើឈ្មោះដែលបងប្អូនចង់ផ្ញើទៅកាលពីមុនបងប្អូនបានផ្ញើទៅពីណាខ្លះបងអាចជ្រើសរើសផ្ញើបាទបន្តមកនៅចំណុចនេះគឺមាន5ចំណុចយើងយកក្រុមគេហើយ2ចំណុចនេះគឺយកក្រុមគេទៀតក្រុមនេះទៅមកចុចពី login នៅទីនេះបាទទៅមកយើងអត់ចាំបាច់ដូរអីផ្សេងទេគឺយើងទាញមកក្រុមយើងឃើញពាក្យនេះគឺ password ក្រុមពាក្យ password ហ្នឹងក្រុមពាក្យ PMI.ho ហ្នឹងយើងចុចលេខសម្ងាត់4ខ្ទង់របស់យើងគឺជាលេខសម្ងាត់ធនាគារហ្នឹងគឺនៅពេលយើងប្រើវាធម្មតាយើងប្រើលេខសម្ងាត់4ខ្ទង់នៅពេលដកលុយប្រើកាតហ្នឹងគឺជាលេខសម្ងាត់4ខ្ទង់របស់យើងតមកចំនួនលុយនៅក្រុមពាក្យបាទក្រុមពាក្យហ្នឹងគឺ amount of Korean won ហ្នឹងពេល fund government ហ្នឹងគឺយើងបញ្ចូលលុយធម្មតាយើងត្រូវបញ្ចូលគិតជាលុយដុល្លារយ៉ាងតិច$100ឡើងដើម្បីយើងអាចផ្ញើទៅខ្មែរបានបើយើងចង់ផ្ញើទៅខ្មែរ1000យើងចុច1500ចុច500បាទបញ្ចូលលុយកន្លែងហ្នឹងបាទហើយបន្តមកទៀតនៅក្រុមពាក្យនេះ country of issue passport យើងរកប្រទេសដែលយើងបានបង្កើត passport អញ្ចឹងធម្មតាគឺយើងបង្កើតនៅប្រទេសកម្ពុជាយើងត្រូវតែរកទាញមករកប្រទេសកម្ពុជាយើងចុចលើចំណុចហ្នឹងហើយគឺវានឹង load នៅបញ្ជីរាយនាមប្រទេសជាច្រើនអញ្ចឹងយើងត្រូវរកប្រទេសកម្ពុជាបាទនេះកម្ពុជាចុចលើកម្ពុជាបាទយើងឃើញនៅពីកម្ពុជានេះហើយបន្តមកទៀតកន្លែងនេះគឺជាឈ្មោះអ្នកទទួលប្រាក់ធម្មតាយើងមានឈ្មោះច្រើនដូចថាបងប្អូនខ្លះគាត់ផ្ញើទៅគូសារគាត់ឪពុកម្ដាយគាត់មានឈ្មោះដូចថាកាយវាសនាឬក៏ឈនធីតាផ្សេងឈ្មោះហ្នឹងគឺឈ្មោះអ្នកទទួលប្រាក់យើងត្រូវតែមើលថាឈ្មោះហ្នឹងជាឈ្មោះដែលយើងចង់ផ្ញើទៅមែនអត់
គឺជាឈ្មោះម្ចាស់កុងនៅស្រុកខ្មែរធម្មតាហើយកន្លែងនេះគឺកុំពាក្យ Ben's address ហ្នឹងគឺជាអាស័យដ្ឋានរបស់អ្នកនៅអ្នកដែលយើងចង់ផ្ញើទៅអញ្ចឹងយើងគ្រាន់តែបាយវាថា Cambodia ក៏បានឬក៏ខ្មែរក៏បាននៅកន្លែងនេះបាទធម្មតាយើងអាច Cambodia ក៏បានឬខ្មែរក៏បានដែរមួយណាក៏បានដែរឬក៏ KH តែម្ដងក៏បានដែរអត់បញ្ហាបាទតមកទៀតនេះគឺជាលេខកុងដល់កន្លែងនេះបាទបន្តមកដល់គឺជាលេខកុងស៊ូជីនគេឆាពុនហូកន្លែងនេះគឺជាលេខកុងអ្នកទទួលយើងធម្មតាមានធនី KB ភ្នំពេញមានក្បាល9800អញ្ចឹងឬក៏655ហើយនឹងកុងធនីគារលេខកុងធនីគារបយ AC ដែរមាន14ខ្ទង់អញ្ចឹងបាទអញ្ចឹងអាចមើលលេខកុងនេះឬក៏កុងធនីគារផ្សេងអញ្ចឹងត្រូវមើលលេខកុងនេះថាត្រូវអត់លេខកុងដែលយើងផ្ញើទៅអត់ធម្មតាតែពេលយើង select ហើយគឺវាលោកកន្លែងនេះអូតូម៉ាទិកឲ្យឈ្មោះអ្នកទទួលនិងលេខកុងនៅខ្មែរយើងអាចចាំបាច់ពេញទៀតទេបាទតមកទៀតអស់ហើយនេះជាឈ្មោះអ្នកផ្ញើបាទធម្មតាគឺចេញឈ្មោះយើងផ្ទាល់តែម្ដងគឺឈ្មោះអ្នកផ្ញើនេះឈ្មោះខ្ញុំចេញឈ្មោះខ្ញុំដល់កន្លែងនេះនៅក្រោមពាក្យនេះគឺ Channel Bonho ហ្នឹង applicant's phone number ហ្នឹងគឺជាឈ្មោះអ្នកគឺជាលេខទូរស័ព្ទបាទគឺជាលេខទូរស័ព្ទដល់កន្លែងនេះលេខទូរស័ព្ទរបស់អ្នកផ្ញើហើយអញ្ចឹងពេញលេខទូរស័ព្ទរបស់យើងមកបាទលេខទូរស័ព្ទខ្ញុំ01055ខ្សែគត់ហើយយើងធ្វើម៉េចសេរីកតុយលេខទូរស័ព្ទ4ខ្ទង់ក្រោយគេហ្នឹងត្រូវបញ្ចូលនៅប្រអប់ទី2នេះសេរីថាម៉េច4ខ្ទង់ធ្វើដាក់ប្លោះនេះកន្លែងនេះចំណុចសំខាន់ដែរបើយើងអត់ដាក់កន្លែងនេះ4ខ្ទង់ទេគឺផ្ញើអត់ចេញទេដូចគ្នាកន្លែងនេះដូចគ្នា Suchin Channel Bonho ហ្នឹង Ben's phone number ហ្នឹងគឺជាលេខទូរស័ព្ទអ្នកទទួលគូសារយើងវាយ0ចូលទៅម្ដង012អញ្ចឹងដាក់012បាទហាប់លេខទូរស័ព្ទអញ្ចឹងហើយគឺថាមាន4ខ្ទង់ចុងក្រោយគឺដាក់ប្លោះដូចគ្នាអត់ដាក់ប្លោះនេះតែដាក់ប្លោះនេះឧទាហរណ៍កន្លែងនេះបានតែ2ខ្ទង់3ខ្ទង់អញ្ចឹងអត់ផ្ញើចេញចាំបាច់ធ្វើតែមាន4ខ្ទង់បាទធ្វើដាក់4ខ្ទង់បាទតមកទៀតយើងពេញតែប៉ុណ្្នឹងទេទី1បំពេញលេខសម្បត្តិ4ខ្ទង់ទី2បំពេញចំនួនលុយទី3យើងរើសប្រទេសដែលយើងបង្កើត passport ទី4យើងវាយពាក្យអាសយដ្ឋានប្រទេសដែលយើងចង់ផ្ញើទៅគឺ Cambodia ដាក់ Cambodia មកទី5លេខទូរស័ព្ទរបស់យើងហើយទី6គឺលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់បាទបន្តមកគឺចុចពាក្យសង្គមនៅទីនេះបាទគឺថាប៉ុណ្ណឹងចំណុចទេតែកន្លែងហ្នឹងគឺញ៉ៃគឺមានប្រឡោះច្រើនដែលយើងពេញកុំតែចំណុចយើងពេញមានតែ6ចំណុចហ្នឹងទេបាទដល់កន្លែងនេះគឺកន្លែងដែលបញ្ជាក់លេខទូរស័ព្ទរបស់យើងអញ្ចឹងយើងត្រូវចុចយកពាក្យនេះស្រួលជាងគេគឺ SMS អញ្ចឹងជួយឆំជួយអាចជួយនេះចុចទី2នេះក៏បានដែរចុចទី2នេះគឺយើងចុចហើយបន្ទាប់មកខាងក្រុមហ៊ុនគេនឹងទេមកយើងហើយគេសួរយើងថាតើយើងពិតជាឈ្មោះនឹងមែនអត់បើសិនតែឈ្មោះហ្នឹងសូមចុចលេខប៉ុណ្ណេះហ្នឹងពីលេខ1ដល់លេខ9ហ្នឹងគឺចុចលេខប៉ុន្មានគេអ្នកប្រាប់យើងឯងអញ្ចឹងចុចតាមគេទៅតែធម្មតាយកខាងនេះវាស្រួលជាងបាទគឺយក SMS អញ្ចឹងប៉ុណ្ណោះណាតមកបាទលេខកូដ6ខ្ទង់នឹងពេញកន្លែងនេះអូតូម៉ាទិកបាទចេញមកហើយគឺបើថាបើលេខកូដ6ខ្ទង់អត់ចេញអូតូម៉ាទិកកន្លែងនេះទេគឺក្នុងសារនេះសារដែលលោតមកមិញហ្នឹងគឺផ្ទុកលេខ6ខ្ទង់នៅក្នុងសារនេះយើងអាចបើកសារយើងអាចពេញចូលបានប៉ុន្តែបើសិនបើអត់លោតសារមកទេឬគឺចុចសញ្ញាខ្វែងមានន័យថាលេខទូរស័ព្ទរបស់យើងដែលយើងបានជាប់មួយបុគ្គលិកធនាគារហ្នឹងហើយនឹងស៊ីមលេខស៊ីមដែលយើងដាក់លើទូរស័ព្ទដែលយើងកំពុងប្រើហ្នឹងគឺអត់ត្រូវគ្នាទេអញ្ចឹងបើមានបញ្ហាយ៉ាងកើតឡើងយើងត្រូវតែយក ID card សម្គាល់ជនបរទេសយើងហ្នឹងទៅធនាគារឲ្យបុគ្គលិកធនាគារដូរលេខទូរស័ព្ទថ្មីឲ្យយើងបាទបន្តមកទៀតគឺបន្ទាប់ពីលេខកូដ6ខ្ទង់ហ្នឹងលោតឲ្យអូតូម៉ាទិកហើយយើងចុចពាក្យ login នេះបាទ login បាទ login ហើយវានឹងចេញចំនួនលុយដែលយើងផ្ញើមិញពុំ$100អញ្ចឹងអស់លុយប៉ុន្មានវាចេញមកអញ្ចឹងបាទហើយប្រទេសកម្ពុជាហើយឈ្មោះអ្នកទទួលកន្លែងនេះប្រទេសដែលយើងផ្ញើទៅប្រទេសនេះហើយលេខកុងធនាគារលេខកុងកន្លែងនេះចេញមកហើយបាទបន្តមកទៀតយើងត្រូវបំពេញគេថាកន្លែងនេះគឺការសុខភាពហ្នឹងគឺមានលេខរបស់ធនាគារ KB ហ្នឹងបាទមាន36ខ្ទង់លេខសម្ងាត់គឺកាត់នេះបាទកាត់នេះតែកាត់នេះខ្ញុំបិទអញ្ចឹងគឺកុំឲ្យគេដឹងថាកាត់ខ្ញុំមានលេខខ្លះតែគេដឹងគេអាចលួចលុយក្នុងកុងធនាគារខ្ញុំបានបាទถ้าមានកាត់នេះអញ្ចឹងយើងត្រូវចុចលើកាត់នេះឥឡូវវាបង្ហាញលេខប៉ុន្មានលេខ16និងលេខ12បាទលេខ16និងលេខ12ហ្នឹងបាទឃើញទាំងអស់គ្នាលេខ16លេខ12គឺលេខ11 12ហ្នឹងអញ្ចឹងឥឡូវលេខ16លេខប៉ុន្មាននៅក្រោយលេខ16លេខប៉ុន្មានធម្មតាខាងធនាគារគេប្រៀបឲ្យថាលេខ16កន្លែងនេះត្រូវចុចពីខ្ទង់មុខឥឡូវលេខ6គឺលេខ16នេះ
ចឹងពីខ្ទង់មុខគឺលេខ39ចុចលេខ39បាទ39ហើយតមកលេខប៉ុន្មានលេខ12នេះចុចពីខ្ទង់ក្រោយ12ខ្ទង់ក្រោយលេខប៉ុន្មានបាទលេខ12នេះលេខ12ពីខ្ទង់ក្រោយវិញគឺលេខ22បាទអញ្ចឹងចុចលេខ22បាទតមក fucking តមកទៀត fucking នៅកន្លែងប៉ុណ្ណេះទៀត fucking ពលលឿងបាទតមកចុងក្រោយនេះគឺជាចំណុចចុងក្រោយដែលយើងត្រូវតែបំពេញលេខកូដគេថាកូនសរសុវត្ថិភាពម្ដងទៀតនៅលើពីលើនេះគឺអញ្ចឹងសំហូរអ៊ីមែលគឺជាលេខកូដហ្នឹងគឺជាកូនសរសុវត្ថិភាពដែលយើងបញ្ចូលមុនពេលដែលយើងចូលកម្មវិធីហ្នឹងគឺដូចគ្នាគឺលេខតែមួយមានអក្សរមានលេខនិងសញ្ញាពិសេសឥឡូវហ្នឹងណាមានយ៉ាងតិច10ខ្ទង់កាលពីមុនមានតែ8ខ្ទង់ឯងឥឡូវមាន10ខ្ទង់យ៉ាងតិចមានអក្សរមានលេខនិងសញ្ញាពិសេសយើងធ្វើបំពេញនឹងចូលគឺជាលេខគឺជាកូនសរសុវត្ថិភាពដែលយើងប្រើវានៅពេលដែលយើង log in ហើយគឺក៏យើងប្រើនឹងដែរហើយដល់ពេលយើងផ្ញើលុយគឺយើងត្រូវតែបញ្ចូលនឹងដែរគឺកូនសរសុវត្ថិភាពហ្នឹងយើងត្រូវបញ្ចូលហ្នឹងរបស់ខ្ញុំបាទយើងបញ្ចូលហើយយើងចុចពាក្យ login នេះចំណុចចុងក្រោយណាចុចពាក្យ login ចុចពាក្យ login ហើយគឺលុយទៅខ្មែរណាគឺសូនហ្នឹងត្រឡប់មានថាយើងអត់ផ្ញើទេតែចុចពាក្យ login ហ្នឹងចុចឲ្យត្រូវណា login ហើយវារត់ហើយចប់បើសិនយើងបានភ្ជាប់ពិសេសវាលោតសារមកបើថាអត់ភ្ជាប់ទេគឺអត់លោតសារមក login ចប់ហើយគឺអូខេគឺផ្ញើទៅខ្មែរក៏តែបើថាអត់ចេញទេ